យើងម្នាក់សុទ្ធតែមានសេចក្តីប្រាថ្នារៀងៗខ្លួនដើម្បីញ៉ាំងឲ្យសេចក្តីប្រាថ្នារបស់យើងសម្រេចបានជោគជ័យយើងក៏បីតាំងចិត្តតស៊ូអំណត់ព្យាយាមរៀនសូត្រធ្វើការងារនិងប្រព្រឹត្តតាមអំពើល្អសេចក្តីប្រាថ្នាមានន័យថាអ្វីដែលយើងបំរុងទុកនិងគួរចិត្តនៅក្នុងចិត្តជាមុនការរស់នៅប្រកបដោយសេចក្តីស្រឡាញ់សាមគ្គីភាពសេចក្តីថ្លៃថ្នូរព្យាយាមនិងការពិចារណាប្រកបដោយបញ្ញាជាមធ្យោបាយធ្វើឲ្យសម្រេចសេចក្តីប្រាថ្នារបស់យើងសេចក្តីថ្លៃថ្នូរជាគុណសម្បត្តិដែលគួរលើកសរសើរនិងគោរពក្រៃលែងសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗនឹងកើតមានលុះត្រាតែអ្នកទាំងនោះប្រព្រឹត្តអំពើល្អប្រកបដោយគុណធម៌សិលធម៌និងសុចរិតនិងសុចរិតហើយត្រូវមានមនុស្សទូទៅទទួលស្គាល់ឲ្យតម្លៃនិងគោរពសិទ្ធិស្រឡាញ់ពិសេសបំផុតត្រូវលះបង់អំពើអាក្រក់ការមើលងាយមើលថោកការងារផ្សេងការប្រព្រឹត្តអំពើល្អមានសេចក្តីក្លាហានតស៊ូអំណត់ធ្វើឲ្យការងារគ្រប់យ៉ាងដោយមិនរើសអើងឲ្យតែការងារទាំងនោះជាការងារសុចរិត